Welcome to the new program, សូមស្វាគមន៍មកកាន់កម្មវិធីថ្មី the year 2025. ក្នុងឆ្នាំ2025 This God begin to put in my heart ព្រះអង្គទ្រង់បានបណ្ដាលចិត្តខ្ញុំ to have a new program from Him. មានកម្មវិធីថ្មីមកពីទ្រង់ It's called Thunder from Heaven. ដែលមានឈ្មោះថាសំឡេងផ្គរលាន់ពីឋានសួគ៌ My precious brother sister in Christ, លោកអ្នកបងប្អូនប្រសេស្គមភ្ងារបស់ខ្ញុំក្នុងព្រះគ្រីស្ទទាំងអស់គ្នាអើយ you know and the whole world know លោកអ្នកបងប្អូនជ្រាបហើយមនុស្សទូទាំងសកលលោកពួកគាត់ក៏ដឹងថា even the other faith religion they know មិនថាជាអ្នកកាន់សាសនាផ្សេងទៀតសំទោសសេចក្តីជំនឿដតីហើយនឹងបាទសាសនាផ្សេងទៀតក៏ពួកគាត់ដឹង the situation happen around the world ស្ថានភាពដែលកំពុងកើតឡើងទូទាំងសកលលោក that Jesus prophesied in Matthew 24 ដែលព្រះយេស៊ូវបានថ្លែងទំនាយទុកនៅក្នុងព្រះគម្ពីរម៉ាថាយ24 natural crisis like earthquake tsunami and fire from the mountain ដូចជាវិបត្តិផ្នែកគ្រោះធម្មជាតិមានដូចជាជួយផែនដីភ្លើងឆេះព្រៃហើយរលកយក្សស៊ូណាមី heat wave រលកនៃកម្ដៅ the war rumor of war សង្គ្រាមដំណឹងនិយាយពីសង្គ្រាម the crisis economic famine on the land វិបត្តិផ្នែកសេដ្ឋកិច្ចអំណត់អត់ភ្លៀងនៅក្នុងស្រុក disease strain happen many part of the world មានជំងឺរាតត្បាតផ្លែកកើតឡើងជាច្រើនទូទាំងសកលលោក include the shaking of the persecution រួមជាមួយនឹងវិបត្តិផ្នែកការបៀតបៀន even 2 Timothy chapter 3 talk about the wicked of nature of human worse and worse យើងឃើញច្បាស់ក្នុងទីម៉ូថេខ្សែទី2ចំពោះ3ពីពណ៌នាអំពីនិស្ស័យរបស់មនុស្សយើងអាក្រក់ទៅ and the witchcraft spiritual warfare is increased រួមទាំងសង្គ្រាមផ្នែកខាងអវិញ្ញាណមន្តអាគមក៏ឡើងកម្រិត this is a sign that our Jesus Christ warned the world in this end of the end time ទាំងអស់នេះសិតសឹងតែជាទីសម្គាល់ដែលព្រះយេស៊ូវទ្រង់បានដាស់តឿនពួកយើងទុកជាមុនហើយអំពីវិបត្តិនៃគ្រាចុងក្រោយ before return of Jesus Christ មុនការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទ in the book of Thessalonica said នៅក្នុងសៀវភៅថាសាឡូនីកវិញចែងថា also the crisis of antichrist show up and change system of this world វិបត្តិមួយទៀតនោះគឺថាអត្តតឹងព្រះគ្រីស្ទវានឹងលេចមកហើយវានឹងបំផ្លាស់បំប្រែប្រព័ន្ធនៃលោកីយ៍នេះទាំងអស់ and the great fall away នោះនឹងមានអ្នកគ្រីស្ទានមួយវងធំគេនឹងដួលរលំចេញពីសេចក្តីជំនឿទៅ this is also the big sign of end time នេះក៏ជាទីសម្គាល់ដ៏ធំមួយនៃគ្រាចុងក្រោយនេះ and also this year we have heard news from Jerusalem នៅក្នុងឆ្នាំនេះផងដែរពួកយើងក៏បានទទួលព័ត៌មានពីយេរូសាឡិម that they will build the third temple in Jerusalem ថាគេនឹងចាប់ដើមសាងសង់វិហារទី3នៅយេរូសាឡិម this is a big sign នេះគឺជាទីសម្គាល់ដ៏ធំមួយ from Jesus in the Bible ដែលពីព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ that when we see all these signs wake up and be prepared be ready ព្រះបន្ទូលចែងថាពេលពួកយើងបានឃើញទីសម្គាល់ទាំងអស់នេះកើតឡើងចូលយើងភ្ញាក់ស្មារតីឡើងហើយរៀបចំខ្លួនឲ្យរួចជាស្រេច and awaken from slumber from the thing that hinder you ចូលយើងភ្ញាក់ដឹងខ្លួនឡើងពីការគេងលក់ភ្ញាក់ដឹងខ្លួនឡើងចេញពីអ្វីដែលរាំងស្ទះពួកយើង and the other big sign is a good sign ហើយទីសម្គាល់ដ៏ធំមួយទៀតនោះដែលជាទីសម្គាល់ដ៏ល្អ Matthew 24:14 យើងរកឃើញនៅក្នុងព្រះគម្ពីរម៉ាថាយ24ខ14 the gospel of the kingdom of God will preach around the world and then the end come នោះគឺថាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនឹងបានប្រកាសទូទាំងសកលលោកហើយទីបំផុតនឹងមកដល់ do you understand all
the whole world been shaking by the glory of God, by the gospel of Jesus Christ right now. តើលោកអ្នកបងប្អូនដឹងដែរឬទេថាមនុស្សទូទាំងសកលលោកបានត្រូវអង្រួនដោយសារដំណឹងល្អហើយសេរីល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅពេល Sign, នេះ wonder, miracle happen everywhere. ទីសម្គាល់ហើយនឹងការអស្ចារ្យវិញកើតឡើងគ្រប់ទិសទីតែម្ដង Even in the country of North Korea, in the country of Iraq, Iran, and in the Muslim country, the gospel of Jesus supernatural manifest there. សូម្បីតែនៅប្រទេសកូរ៉េខាងជើងប្រទេសអ៊ីរ៉ាក់អ៊ីរ៉ង់ប្រទេសមូស្លីមជាច្រើនក៏បានទទួលដំណឹងល្អដែរ It show to the Christian wake up and prepare. គឺហេតុការណ៍ទាំងអស់នេះបើកបង្ហាញយើងឃើញថាអ្នកគ្រីស្ទានអើយចូលភ្ញាក់ដឹងខ្លួនឡើង No sleep at all. កុំកេងលក់តទៅមុខទៀត Romans chapter 13 នៅក្នុងព្រះគម្ពីររ៉ូមចំពោះ13 said that we need to know the time. ប្រាប់ឲ្យពួកយើងដឹងថាពួកយើងត្រូវតែស្គាល់អំពីពេលវេលា We need to wake up ពួកយើងត្រូវតែភ្ញាក់ដឹងខ្លួនឡើង because the time closer for salvation. ពីព្រោះពេលវេលានេះគឺចិត្តសេចក្តីសង្គ្រោះជាងពីមុនទៅទៀត It means Jesus come back. ប្រែថាព្រះយេស៊ូវចិត្តយាងមកវិញហើយ So even the other religion, they know the end of the world. សូម្បីតែសាសនាដទៃផ្សេងទៀតក៏ពួកគាត់ដឹងថានេះគឺជាទីបញ្ចប់នៃពិភពលោកហើយ So it's time we must awaken and be prepared and be ready. ហើយដូច្នេះហើយពួកយើងត្រូវតែភ្ញាក់ដឹងខ្លួនឡើងដើម្បីមករៀបចំខ្លួនឲ្យរួចជាស្រេច And what we need to prepare? តើពួកយើងត្រូវតែរៀបចំអ្វីខ្លះទៅ Prepare for Christian. We must spend time read the Bible. Prepare to spend time close relationship with Jesus. សម្រាប់អ្នកគ្រីស្ទានពួកយើងត្រូវតែចំណាយពេលវេលាអានព្រះគម្ពីរត្រូវតែចំណាយពេលវេលាប្រកបទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេស៊ូវគ្រីស្ទ Come closer to him. ពួកយើងត្រូវតែចូលមកឲ្យរឹតតែគៀកជិតស្និទ្ធឡើងជាមួយព្រះអង្គថែមហើយថែមទៀត Because he the one a source of power, source of life, source of help, source of protection. ពីព្រោះព្រះយេស៊ូវទ្រង់គឺជាពិភពនៃពន្លឺពិភពនៃជីវិតហើយពិភពនៃការការពារ And he the one in Psalm 91 said we must dwell in the shadow of his wing. ព្រះយេស៊ូវនោះឯងនៅក្នុងព្រះគម្ពីរទំនុកការ91ថាយើងត្រូវតែជ្រកកោននៅក្នុងទីពំនាក់គឺជាទ្រង់ And we be safe there. ពេលយើងនៅក្នុងព្រះអង្គយើងនឹងមានសុវត្ថិភាព Like the bride have lamps and oil. ប្រៀបដូចជាកូនកំមុំដែលមានទាំងចង្គៀងមានទាំងប្រេង It's wise the bride. កូនកំមុំសន្តាននេះគឺជាកូនកំមុំដែលមានប្រាជ្ញា They come close intimacy relationship with Jesus. ពីព្រោះពួកនាងមានការប្រកបទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេស៊ូវ That's we need to prepare. នេះហើយជាអ្វីដែលពួកយើងត្រូវតែរៀបចំឲ្យមាន Awaken and restoration your relationship with Jesus. ភ្ញាក់ដឹងខ្លួនឡើងវិញហើយផ្សះផ្សាការទំនាក់ទំនងរវាងពួកយើងជាមួយព្រះយេស៊ូវឲ្យត្រូវគ្នាល្អឡើងវិញត្រឹមត្រូវ And closer to him as the bridegroom loved the bride and the bride loved the bridegroom. ហើយចូលឲ្យពួកយើងមានការប្រកបទំនាក់ទំនងរឹតតែជិតស្និទ្ធរឹតតែស្អិតល្មួតរឹតតែស៊ីជម្រៅជាមួយព្រះយេស៊ូវប្រៀបដូចជាកូនកន្លោះឲ្យកូនកំមុំ Number 2, we need to prepare. អ្វីដែលយើងត្រូវរៀបចំទី2 Prepare for your faith. រៀបចំសម្រាប់សេចក្តីជំនឿរបស់ពួកយើង Faith in Jesus, faith in his word. គឺសេចក្តីជំនឿលើព្រះយេស៊ូវព្រមទាំងសេចក្តីជំនឿលើព្រះបន្ទូលរបស់ទ្រង់ As the whole armor of God mentioned in Ephesians chapter 6. បំពាក់ខ្លួនឯងទៅដោយគ្រប់ទាំងគ្រឿងសឹករបស់ព្រះដែលបានរៀបរាប់ប្រាប់យើងយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរអេពីសូតចំពោះ6 The shield the bride carry the shield of faith. កូនកំមុំនេះគឺនាងកាន់ខែនៃសេចក្តីជំនឿ Protect the dart of enemy that hit our life. ដើម្បីការពារខ្លួនពីព្រួញឆេះរបស់ពួកខ្មាំងសត្រូវដែលវាតែងតែបាញ់មកយើង Because the enemy he hit us attack us with wicked thought, wicked
desire. ពីព្រោះពួកខ្មាំងសត្រូវវាតែងតែបាញ់ព្រួញតម្រង់មកកាន់យើងទៅដោយគំនិតអាក្រក់ទៅដោយគំនិតស្មោកគ្រោកស្ដីប្រាថ្នាមិនស្អាតមិនល្អ And he hit us with the arrow of temptation. ហើយពួកខ្មាំងសត្រូវគឺវាបាញ់ពួកយើងទៅដោយព្រួញនៃសេចក្តីល្បួង Sexual temptation. ដូចជាសេចក្តីល្បួងរឿងអំពើបាបភេទ Idolatry God temptation. សេចក្តីល្បួងរឿងថ្វាយបង្គំរូបព្រះ Money temptation. សេចក្តីល្បួងរឿងស្រឡាញ់លុយ And rebellion temptation. ព្រមទាំងសេចក្តីល្បួងនៃការបះបោររឿងទទឹង So we need to put the whole armor of God and bring the shield of faith, protect our thoughts. ហើយដូច្នេះហើយបានជាពួកយើងចាំបាច់មែនទែនត្រូវតែបំពាក់ខ្លួនឯងទៅដោយគ្រប់ទាំងគ្រឿងសឹករបស់ព្រះដូចជាកូនកំមុំកាន់ខែនៃសេចក្តីជំនឿដើម្បីការពារខ្លួន Sometimes the enemy hit us with problem, crisis, and dangerous. ពេលខ្លះពួកខ្មាំងសត្រូវវាបាញ់ព្រួញនៃបញ្ហានៃសេចក្តីគ្រោះថ្នាក់ Such as make you miserable about money, miserable about relationship, ដោយធ្វើឲ្យយើងស្មុគស្មាញច្បោកច្បល់រឿងលុយកាក់ស្មុគស្មាញច្បោកច្បល់រឿងការទំនាក់ទំនង So we need to put a shield of faith. ហើយដូច្នេះហើយពួកយើងចាំបាច់មែនទែនត្រូវតែកាន់ខែនៃសេចក្តីជំនឿ Believe God that He is a good God. ហើយចូលជឿថាព្រះអង្គម្ចាស់នៃយើងទ្រង់គឺជាព្រះ He ដ៏ is ល្អ a faithful God. ព្រះអង្គទ្រង់គឺជាព្រះដ៏ស្មោះត្រង់ He is a merciful and loving God. ព្រះអង្គទ្រង់គឺជាព្រះនៃសេចក្តីមេត្តាករុណាទ្រង់គឺជាសេចក្តីស្រឡាញ់ We believe God more than believe what we see. ពួកយើងត្រូវតែជឿព្រះអង្គជាជាងជឿលើអ្វីដែលពួកយើងមើលឃើញ With faith in His word and faith in Him. ដោយមានសេចក្តីជំនឿជឿលើព្រះបន្ទូលរបស់ព្រះអង្គហើយសេចក្តីជំនឿជឿលើទ្រង់ No matter test and trial like Job. មិនថាជាមានបញ្ហាហើយនឹងការមានបញ្ហាការលបងសាក់លោដូចជាលោកយ៉ូបក៏ដោយ Job have faith in goodness of God. ប៉ុន្តែលោកយ៉ូបគាត់មានសេចក្តីជំនឿលើសេចក្តីសប្បុរសរបស់ព្រះអង្គ But his wife no faith. ប៉ុន្តែចំណែកភរិយាគាត់វិញអត់មានសេចក្តីជំនឿអញ្ចឹងទេ So he blamed God. បានជាប្រពន្ធគាត់បន្ទោសព្រះអង្គ We need to have faith in this season even we are in the bad crisis. ពួកយើងត្រូវតែមានសេចក្តីជំនឿនៅក្នុងរដូវកាលនេះទោះបីនៅពេលនេះពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពស្ថានភាពមួយដែលមើលទៅអាក្រក់មិនល្អ Even test and try like Job. មិនថាជាមានការលបងសាក់លោបញ្ហាធំដូចលោកយ៉ូប Even God preparation our life to become a better servant like Joseph, like David. មិនថាជាព្រះអង្គកំពុងតែរៀបចំជីវិតយើងតុបតែងជីវិតយើងដើម្បីឲ្យបានជីវិតល្អដូចជាយូសែប We believe that even suffering, God, He's a good God and He love us. ចូលឲ្យពួកយើងជឿថាទោះបីខណៈពេលនេះយើងកំពុងស្ថិតនៅក្នុងទុក្ខលំបាកតែយើងជឿថាព្រះអង្គជាព្រះដ៏ល្អហើយព្រះអង្គទ្រង់នៅតែស្រឡាញ់ពួកយើង No matter in the disciple in the old time they've been killed because of faith. នៅក្នុងចំនួនពួកសាវកវិញពួកគាត់ត្រូវគេសម្លាប់ស្លាប់ទៅដោយសារសេចក្តីជំនឿ Even Paul in jail សាវកពោលត្រូវជាប់គុក because he's faithful to preach the gospel. គឺសាវកពោលត្រូវជាប់គុកដោយសារគាត់ស្មោះត្រង់ក្នុងការប្រកាសនឹងល្អ He in ណាស់ jail many times. បានជាគាត់ជាប់គុកជាច្រើនដង And many disciples suffering because of gospel of Jesus Christ. សាវករបស់ព្រះអង្គជាច្រើនរងទុក្ខលំបាកវេទនាសម្រាប់ដំណឹងល្អរបស់ព្រះយេស៊ូវ But គ្រីស្ទ he have big faith in the goodness of God. ហើយនៅពេលនោះពួកគាត់មានសេចក្តីជំនឿធំណាស់ទៅលើសេចក្តីសប្បុរសរបស់ព្រះអង្គ No matter you blessed or you in a crisis problem. ដូច្នេះមិនថាជាបងប្អូនកំពុងមានពរឬក៏កំពុងមានទុក្ខដោយសារទុក្ខលំបាក Especially in this end time crisis. ជាពិសេសនៅក្នុងវិបត្តិនៃគ្រាចុងក្រោយនេះ Don't accuse God, don't blame God, don't accuse leader, blame leader. សូមបងប្អូនគុំទៅបន្ទោសព្រះអង្គចោទប្រកាន់ព្រះអង្គបន្ទោសអ្នកដឹកនាំចោទប្រកាន់អ្នកដឹកនាំរបស់បងប្អូន No matter crisis attack you. មិនថាមានវិបត្តិជាច្រើនកំពុងតែវាយប្រហារបងប្អូនក៏ដោយ The devil want you to blame God.
ពីព្រោះអារៈណាបងប្អូនវាចង់ឲ្យបងប្អូនទៅបន្ទោសព្រះអង្គ that God is not a good God. God not love us. បន្ទោសព្រះអង្គចោទប្រកាន់ថាព្រះអង្គអត់ល្អទេព្រះអង្គមិនស្រឡាញ់ពួកយើងទេ So we need to keep on put the shield of faith up. ហេតុដូច្នេះបានជាពួកយើងត្រូវតែបន្តកាន់ខែនៃសេចក្តីជំនឿឲ្យលើកវាឡើង Prepare faith to strong in the word. រៀបចំសេចក្តីជំនឿពួកយើងដើម្បីឲ្យមាំមួនខ្ជាប់ខ្ជួនក្នុងព្រះបន្ទូល No matter what crisis attack you, មិនថាជាមានវិបត្តិអ្វីក៏ដោយវាយប្រហារបងប្អូន believe that God, He's a good God. God, He's a faithful God. ចូលបងប្អូនជឿថាព្រះអង្គទ្រង់គឺជាព្រះដ៏ល្អហើយព្រះអង្គទ្រង់គឺជាព្រះដ៏ស្មោះត្រង់ And He will work everything good for you. ហើយព្រះអង្គទ្រង់នឹងផ្សំគ្រប់ការទាំងអស់ជាការល្អសម្រាប់បងប្អូន Praise the Lord. សរសើររំកើងព្រះអង្គ Number 3, what we need to prepare. អ្វីដែលយើងត្រូវរៀបចំចំណុចទី Prepare to become like Jesus. 3ពួកយើងត្រូវតែរៀបចំខ្លួនឯងឲ្យបានคล้ายទៅដូចជាព្រះយេស៊ូវ This is the first priority of plan of God from the beginning. លោកអ្នកបងប្អូននេះហើយគឺជាគោលបំណងប្រផែនការដើមរបស់ព្រះអង្គតាំងពីដើមមកម្ល៉េះ From the beginning that He created heaven and earth and human. តាំងពីដើមឡើយពេលព្រះអង្គទ្រង់បានបង្កើតមនុស្សអាដាមអេវ៉ា He created human in His image. ព្រះអង្គទ្រង់បង្កើតមនុស្សមកឲ្យចំនឹងរូបអង្គទ្រង់ Even the devil mess up. ទោះបីជាអារក្សវាមករញ៉េរញ៉ៃមកនាំវាមកបង្ខូច វាមកបង្ខូច And sin come in. ហើយទៅពេលវាមកបង្ខូចបំពុលឲ្យធ្វើអំពើបាបចូលមក From that moment, the image of God in human lost. ហើយតាំងពីចំណុចនោះមកតាមកំពិតមនុស្សដែលព្រះអង្គបង្កើតមកឲ្យមានទម្រង់ដូចជាទ្រង់ហ្នឹងបានបាត់សភាពដើមហ្នឹងទៅហើយ But Jesus redeemed back ក៏ប៉ុន្តែព្រះយេស៊ូវទ្រង់បានប្រោះលួសឲ្យពួកយើងមកវិញ through the cross. តាមរយៈនៅលើឈើឆ្កាង So His plan the same is from the beginning. ហើយដូច្នេះហើយប្រផែនការព្រះអង្គគឺនៅតែដដែលដោយប្រផែនការពីមុនចឹង He ពីដើម after ចឹ you ង get saved, បន្ទាប់ពីបងប្អូនបានសង្គ្រោះ His heart, Father, I want to mold you, change you to become like Jesus. បេះដូងរបស់ព្រះបិតាទ្រង់ចង់ជប់សូនឆ្នៃបង្កើតកែច្នៃបងប្អូនឲ្យបានคล้ายទៅដូចជាព្រះយេស៊ូវដែរ He is a holy God. ពីព្រោះព្រះអង្គទ្រង់គឺជាព្រះដ៏បរិសុទ្ធ You must be holy. ដូច្នេះបងប្អូនត្រូវតែបរិសុទ្ធដែរ That's the heart of God. នេះហើយបងប្អូនគឺជាប្រហារតីរបស់ព្រះ He sent the fire. He sent the glory because He want to change you and develop you to become like Jesus. ព្រះអង្គបញ្ជូនភ្លើងបញ្ជូនសេរីល្អមកដោយសារព្រះអង្គសពហាតីដើម្បីកែច្នៃជីវិតបងប្អូនឲ្យបានคล้ายទៅដូចជាព្រះយេស៊ូវដែរ And grow up to be like Jesus. ចង់ឲ្យបងប្អូនចាស់ចិត្តចាស់កំណត់ខាងឯវិញ្ញាណធំធាត់ឡើងឲ្យបានដូចព្រះយេស៊ូវ Have a fruit like the Holy Spirit fruit and the characteristic like Jesus. ព្រះអង្គសពហាតីឲ្យបងប្អូនធំឡើងបង្កើតជាផលផ្លែឲ្យមាននិស្ស័យដូចជាព្រះយេស៊ូវ Love like Jesus. ឲ្យបងប្អូនចេះស្រឡាញ់ដូចព្រះយេស៊ូវ Obedient like Jesus. ឲ្យបងប្អូនស្ដាប់បង្គាប់ដូចព្រះយេស៊ូវ Humble like Jesus. ក៏ឲ្យបងប្អូនបន្ទាបខ្លួនដូចព្រះយេស៊ូវ Faithful like Jesus. ដើម្បីឲ្យបងប្អូនស្មោះត្រង់ដូចព្រះយេស៊ូវ Gentle and merciful like Jesus. ឲ្យបងប្អូនសុភាពស្លូតដូចជាព្រះយេស៊ូវ And holy like Jesus. បរិសុទ្ធដូចព្រះយេស៊ូវ That's the main idea. He want to equip you to be a holy bride, the bride like Jesus. នេះហើយគឺជាគោលបំណងធំចម្បងរបស់ព្រះអង្គឲ្យព្រះអង្គចង់ប្រដាប់បងប្អូនឲ្យបានខ្លាចជាគោលកំណងបរិសុទ្ធថ្វាយព្រះយេស៊ូវ So we need to spend time with His word, spend time with Him, so He will change you become like Jesus. ហើយដូច្នេះពួកយើងចាំបាច់ត្រូវតែចំណាយពេលវេលាជាច្រើនជាមួយព្រះបន្ទូលរបស់ព្រះអង្គចំណាយពេលវេលាប្រកបចិត្តសិទ្ធជាមួយព្រះយេស៊ូវដើម្បីឲ្យពួកយើងបានផ្លាស់ប្រែទៅដូចជាទ្រង់ដែរ And then the bridegroom Jesus come very soon. ពីព្រោះកូនកំឡោះព្រះយេស៊ូវគ្រីស្ទនឹងយាងមកវិញឆាប់ៗនេះហើយ The one who become more like Christ. ហើយអស់អ្នកណាដែលផ្លាស់ប្រែទៅមានផលផ្លែនិស្ស័យរត់ទៅដោយព្រះយេស៊ូវ Go to receive reward in heaven. ពួកនាងទៅយករង្វាន់
នៅឋានសួគ៌ The reward is not from the gift, បងប្អូនរង្វាន់ដែលព្រះអង្គឲ្យយើងមិនមែនអាស្រ័យលើតើយើងមានអំណោយទានអីខ្លះទេ but the reward according to the fruit that you become like Jesus. How much you become like Jesus. ប៉ុន្តែយើងបានរង្វាន់អ្វីឬមិនបានរង្វាន់នោះគឺអាស្រ័យទៅលើផលផ្លែនេះចង់និយាយអំពីជីវិតនិស្ស័យចរិតយើងដោយព្រះយេស៊ូវប៉ុណ្ណា When the prophet go to heaven, មានលោកហោរាម្នាក់គាត់មានបទពិសោធន៍បានទៅឋានសួគ៌ he see the throne of Jesus នៅទីនោះគាត់បានមើលឃើញបល្ល័ង្ករបស់ព្រះយេស៊ូវ and the poor beggar house close to the throne. គាត់ឃើញថាអ្នកដែលធ្លាប់សុំទានអ្នកដែលគេងតាមផ្លូវអ្នកក្រីក្រនៅលើផែនដីយ៉ាងនេះណាបងប្អូនមានផ្ទះនៅចិត្តបល្ល័ង្កព្រះយេស៊ូវនៅឋានសួគ៌ So the prophet asked the angel, said, why this man I know when on earth how many he bring to cry? លោកហោរាម្នាក់ហ្នឹងក៏សួរទៅកាន់ទេវតាមួយថាហេតុអីបានជាអ្នកសុំទានអ្នកក្រីក្រអ្នកដែលមិនគួរអ្នកដែលសន្តានបែបហ្នឹងបានមានផ្ទះនៅចិត្តបល្ល័ង្កព្រះយេស៊ូវលើឋានសួគ៌តើគាត់នឹងបាននាំព្រលឹងបាត់បង់ម៉ាអ្នកមកជឿព្រះយេស៊ូវ The មែន angel said no, he bring only one. ទេវតាថាអត់ទេបរិសម្នាក់ហ្នឹងនាំព្រលឹងបាត់បង់ជឿព្រះតែម្នាក់ទេ But he see 1,000 leader on the earth. Right now the house fell away from Jesus. លោកហោរាក៏ឃើញថាមានអ្នកបម្រើព្រះអង្គនៅលើផែនដីដែលនាំព្រលឹងបាត់បង់មកជឿព្រះយេស៊ូវរាប់រយរាប់ពាន់រាប់ម៉ឺនតែផ្ទះគាត់នៅឋានសួគ៌ត្រឡប់ទៅជានៅឆ្ងាយពីបល្ល័ង្កព្រះយេស៊ូវវិញ And the angel said, ទេវតាក៏ប្រាប់លោកហោរាថា that poor man, ទេវតាថាអ្នកក្រីក្រម្នាក់ហ្នឹង their life like Jesus. អ្នកក្រីក្រម្នាក់ហ្នឹងជីវិតបែបបត់គាត់គឺដូចព្រះយេស៊ូវ He beggar outside the church. គាត់ជាអ្នកសុំទានរស់នៅក្រៅព្រះវិហារ One day he see the other beggar cold. ហើយទេវតាប្រាប់ហោរាថាអ្នកសុំទានម្នាក់ហ្នឹងអ្នកក្រណាថ្ងៃមួយគាត់ឃើញអ្នកសុំទានម្នាក់ទៀតកំពុងតែរងាខ្លាំង And he himself sick at the lung. ហើយគាត់ក៏ឈឺសួត He's supposed to need blanket more than the other one. តាមការពិតទៅខែត្រជាក់ចឹងទៅគាត់ឈឺសួតផងគាត់ក៏រងាដែរគាត់សំទៅទុកភួយទៅដល់ខ្លួនឯង But he crawl and cover to that beggar. ប៉ុន្តែផ្ទុយទៅវិញគាត់វាទៅរកអ្នកសុំទានម្នាក់ទៀតហើយយកភួយតែមួយរបស់គាត់ហ្នឹងទៅដប់ឲ្យអ្នកដទៃ And when he alive, he always share the food, share the water to many poor. ការអ្នកសុំទានក្រីក្រម្នាក់ហ្នឹងគាត់រស់រានមានជីវិតលើផែនដីគឺគាត់ចិត្តល្អណាស់តែងតែចែកម្ហូបអាហារអ្វីគាត់មានហ្នឹងគាត់តែងតែចែកជាមួយអ្នកដទៃ That he never know. ដែលគាត់មិនទាំងស្គាល់ផង And because of blanket, he give to other and he die. បងប្អូនហើយដោយសារភួយមួយហ្នឹងដែលគាត់ទៅដប់ឲ្យអ្នកសុំទានម្នាក់ទៀតហើយគាត់សុកចិត្តស្លាប់ដើម្បីអ្នកដទៃអ្នកសុំ It ទាន mean he martyrdom. ស្មើនឹងគាត់ស្លាប់សម្រាប់ដំណឹងល្អ Because he not only heard the gospel, he act the gospel. ពីព្រោះអ្នកសុំទានម្នាក់នេះមិនមែនគ្រាន់តែឮដំណឹងល្អទេគាត់ឮដំណឹងល្អហើយគាត់ប្រព្រឹត្តតាមដំណឹងល្អ God action of the gospel of love better than you preach only. ការប្រព្រឹត្តតាមដំណឹងល្អនៃសេចក្តីស្រឡាញ់ប្រសើរលើសជាងបងប្អូនបានតែអធិប្បាយ Because of his love, character of love is character of Jesus. That's why he a big crowd, big house near God. ដោយសារអ្នកសុំទានក្រីក្រម្នាក់នេះគាត់មានលក្ខណៈសម្បត្តិនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវពិតក្នុងគាត់ក៏ប្រព្រឹត្តជាមួយអ្នកដទៃដូច្នេះពេលគាត់ស្លាប់ទៅហើយព្រះអង្គឲ្យកិត្តិយសគាត់មានផ្ទះធំនៅចិត្តបល្ល័ង្កព្រះអង្គផ្ទាល់ You see many people preach a lot, 1,000 big name on earth, fall away house. បាទលោកទេវតាថាឃើញទេមានអ្នកដែលប្រកាសដំណឹងល្អទៅកាន់មនុស្សជាច្រើនរាប់ពាន់រាប់ម៉ឺនអ្នកនៅលើផែនដីតែទៅពេលទៅឋានសួគ៌ផ្ទះគាត់នៅឆ្ងាយពីបល្ល័ង្កព្រះអង្គ Because behind the scene no fruit of God. ហេតុអ្វីទៅពីព្រោះក្រោយខ្នងមនុស្សគឺគាត់អត់មានផលផ្លែឲ្យព្រះអង្គទេ He have double life. គាត់មានផលផ្លែនៃព្រះវិញ្ញាណទេតែគាត់មានជីវិតមុខ2មុខ3វិញ Greeting, លោភលន់ drinking, ប្រមឹកស្រា and then he no love. ហើយ
អត់មានសេចក្តីស្រឡាញ់តទៅសោះ Only have gift but no love. គឺគាត់មានតែអំណោយទានតែគ្មានសេចក្តីស្រឡាញ់ So go to heaven. The reward is upon the fruit, not the gift. ដូច្នេះពេលអ្នកនោះបានទៅឋានសួគ៌ពិតមែនតែទៅពេលតាក់ទងជាមួយការព្រះអង្គបកុលរង្វាន់ព្រះអង្គឲ្យទៅតាមផលផ្លែមិនមែនថាអូអំណោយទានច្រើនផលផ្លែច្រើនទេតើមានផលផ្លែច្រើន Love, ផលផ្លែប្រែថាអីគេគឺសេចក្តីស្រឡាញ់ goodness, សេចក្តីសប្បុរស faithful, ការស្មោះត្រង់ self-control. ការដែលដឹងខ្នាតឬចេះគ្រប់គ្រងខ្លួនឯង Important more than anything, obedient. សំខាន់ជាងអ្វីៗទាំងអស់គឺជាការស្ដាប់បង្គាប់ Number 4 that we need to prepare. ចំណុចទី4ដែលយើងត្រូវរៀបចំ We know we are the end of the end time. ពួកយើងដឹងហើយថាពួកយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបំផុត No matter pre-tribulation, post-tribulation or mid-tribulation. មិនថាសេចក្តីជំនឿយើងជឿថាព្រះយេស៊ូវមកលើកក្រុមជំនុំមុនគ្រាទុក្ខលំបាកយ៉ាងធំឬក៏អ្នកខ្លះគាត់ជឿថាព្រះយេស៊ូវនឹងមកសង្គ្រោះក្រុមជំនុំពាក់កណ្ដាលគ្រាទុក្ខវិនិច្ឆ័យយ៉ាងធំឬបន្ទាប់ពីទុក្ខលំបាកយ៉ាងធំហើយបានព្រះយេស៊ូវមកលើកក្រុមជំនុំក៏ដោយ But God tell us to be awakened, prepare and be ready every day. អ្វីដែលសំខាន់គឺថាព្រះអង្គមានបន្ទូលប្រាប់យើងឲ្យយើងភ្ញាក់ដឹងខ្លួនឡើងរៀបចំខ្លួនរួចជាស្រេចជារៀងរាល់ថ្ងៃ Not only Sunday. មិនមែនរៀបចំខ្លួនរួចរាល់ថ្ងៃអាទិត្យមួយនោះទេ Not because we believe pre-trib, we prepare. If we believe post-trib, we don't prepare. មិនមែនថាអូបើយើងជឿថាព្រះយេស៊ូវមកលើកក្រុមជំនុំឡើងមុនទុកគ្រាទុកលំបាកយ៉ាងធំមុនចឹងចាំរៀបចំខ្លួនបើយើងថាតើគ្រាទុកលំបាកយ៉ាងធំរួចអស់ហើយបានព្រះយេស៊ូវយើងវិញចឹងយើងបាច់រៀបចំខ្លួនយើងអត់គិតអញ្ចឹងទេបងប្អូន We prepare សំខាន់គឺយើងត្រូវតែរៀបចំខ្លួន and be ready every day. ពួកយើងត្រូវរៀបចំខ្លួនឲ្យរួចជាស្រេចជារៀងរាល់ថ្ងៃ Because we in the war. ហេតុអីពីព្រោះពួកយើងកំពុងស្ថិតនៅក្នុងសង្គ្រាម Number 4 that God want us to prepare in this end time, prepare to be a warrior bride. ចំណុចទី4នេះដែលព្រះអង្គចង់ឲ្យពួកយើងរៀបចំជីវិតសម្រាប់គ្រាចុងក្រោយគឺឲ្យយើងរៀបចំខ្លួនឲ្យក្លាយទៅជាកូនកំបុំទាហាន Because he is a captain of the warrior. ពីព្រោះព្រះអង្គគឺជាព្រះយេហូវ៉ានៃពួកពលបរិវារ All mention that he is a warrior, captain of God. A lot in the Old and New Testament. បងប្អូនឃើញទេទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់សញ្ញាថ្មីប្រាប់ឲ្យយើងដឹងថាព្រះអង្គគឺជាព្រះយេហូវ៉ានៃពួកពលបរិវារជាមេទ័ព When he become warrior captain God, we are supposed to be a soldier, army soldier of God. ដូច្នេះពេលព្រះជាម្ចាស់ជាមេទ័ពពួកយើងត្រូវតែខ្លាចទៅជាពលទ័ព Because when you get saved, បងប្អូនដឹងទេពេលបងប្អូនបានសង្គ្រោះ you automatically step in the war zone. ដោយស្វ័យប្រវត្តិតែម្ដងគឺបងប្អូនបានឈានជើងមកក្នុងសមរភូមិនៃសង្គ្រាមហើយ If you said you don't have any war in your life, បើសិនជានៅពេលនេះបងប្អូននិយាយថាខ្ញុំអត់មានសង្គ្រាមអីក្នុងជីវិតខ្ញុំផង I never have any Satan bother you. មានន័យថាបងប្អូនថាតាំងពីជឿព្រះមកមិនដែលមានវិញ្ញាណអារក្សណារំខានខ្ញុំបានទៀតទេ Maybe you're not saved. ប្រហែលជាបងប្អូនអត់ទាន់បានសង្គ្រោះទេ Or saved and you look warm. ឬក៏បងប្អូនបានសង្គ្រោះមែនពិតក៏ប៉ុន្តែឥឡូវនេះអូនបាត់ទៅ That's why Satan not bother you. បានជាអារក្សវាអត់ចាំបាច់ទៅរំខាន If បង you ប្អូន real ទៅអី saved, ពីព្រោះបើបងប្អូនបានសង្គ្រោះពិត you love God. បងប្អូនស្រឡាញ់ព្រះអង្គ You want to grow up to be like Him. បងប្អូនចង់ធំឡើងហើយឲ្យមាននិស្ស័យដូចទ្រង់ You want to seek God to serve Him. ហើយបងប្អូនចង់ស្វែងរកព្រះអង្គដើម្បីបម្រើទ្រង់ Surely the enemy will attack you. ប្រកបច្បាស់ណាស់វិញ្ញាណអារក្សនឹងវាយប្រហារបងប្អូន That's why God said when we become get saved, we must become automatic involved in the kingdom of war. បានជាពេលពួកយើងបានសង្គ្រោះគឺដោយស្វ័យប្រវត្តិតែម្ដងពួកយើងបានទាញចូលមកនៅក្នុងសមរភូមិនៃសង្គ្រាមហើយ And these 2 months I heard God begin to speak to me trumpet from heaven loudly. ហើយ2ខែកន្លងមកនេះព្រះអង្គបានចាប់ផ្ដើមមានបន្ទូលមកកាន់ខ្ញុំដោយសំឡេងផ្លុំត្រែលឺខ្លាំងពីឋានសួគ៌មក Spiritual warfare, Third World War 3 in the spirit. គឺសំឡេងត្រែលហ្នឹងផ្លុំប្រកាសអាសន្នថាឥឡូវនេះគឺសង្គ្រាមលោកទី3ខាងឯវិញ្ញាណកំពុងកើតឡើង In the spirit. គឺខាងឯវិញ្ញាណណាបាទ In the world and maybe later.
ហើយបើថាសង្គ្រាមលោកមែនតើប្រហែលអនាគត But now they have a war in many countries. You know that. តែឥឡូវនេះក៏មានសង្គ្រាមរវាងជាតិសាសន៍មួយជាច្រើនប្រទេសដែរ But in the spirit, we are in the war right now. ប៉ុន្តែចង់និយាយអំពីពិភពខាងឯវិញ្ញាណណាបងប្អូនពួកយើងកំពុងមានសង្គ្រាមហើយខាងឯវិញ្ញាណ Do you know Satan know he coming more than Christian? បងប្អូនដឹងដែរទេថាអរិយសាតាំងដឹងថាព្រះយេស៊ូវចិត្តយកវិញជាងអ្នកគ្រីស្ទានទៀត That's why he awakened more than you. បានជាសាតាំងវាដឹងខ្លួនជាងពួកយើងទៀត He awakened more than you. សាតាំងដឹងខ្លួនជាងពួកយើងទៀត He begin on fire for the hell more than you. គឺសាតាំងវាឆេះឈួលបែបពុះកញ្ជ្រោលផ្លូវឋាននរក He don't want all of you to go heaven. ពីព្រោះសាតាំងអត់ចង់ឲ្យបងប្អូនទៅឋានសួគ៌ទេ He don't want all of you go to church. វាអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាទៅព្រះវិហារទេ He don't want all of you become a servant of God. សាតាំងមិនចង់ឲ្យបងប្អូនទាំងអស់គ្នាបម្រើព្រះអង្គទេ He don't want all of you to be happy. សាតាំងមិនចង់ឲ្យបងប្អូនទាំងអស់គ្នាមានអំណរទេ He don't want all of you agree with leader. សាតាំងមិនចង់ឲ្យលោកអ្នកបងប្អូនទាំងអស់គ្នារួបរวมគ្នាជាមួយអ្នកដឹកនាំទេ He want all of you fight one another. ក៏ប៉ុន្តែអាសាតាំងវាចង់ឲ្យបងប្អូនទាំងអស់គ្នាឆ្លោះគ្នាវិញវាយគ្នាវិញ Instead of fight the devil. ជំនួសឲ្យពួកយើងច្បាំងទាស់នឹងអរិយ Satan laugh and let Christian fight one another. សាតាំងកំពុងតែសើចចំអកលក់លើឯពីព្រោះវាបានធ្វើឲ្យគ្រីស្ទានឆ្លោះប្រកែកគ្នាបានហើយហ្នឹង He sit there and laugh and let the Christian fight one another in the same church or different church. អរិយសាតាំងកំពុងតែអង្គុយសោចចំអកអ្នកគ្រីស្ទានដែលសារអ្នកគ្រីស្ទានពហិមួយគ្នាក៏ឆ្លោះគ្នាពហិផ្សេងគ្នាក៏ឆ្លោះប្រកែកគ្នា So we need to be prepared and do a mighty warfare with the devil, not with Christian. បានជាពួកយើងទាំងអស់គ្នាត្រូវតែរៀបចំខ្លួនឲ្យរួចជាស្រេចដើម្បីធ្វើសង្គ្រាមទាស់នឹងសាតាំងមិនរៀបចំខ្លួនយកអាវុធមកធ្វើសង្គ្រាមបាញ់គ្រីស្ទាននេះឯង Awaken from normal life. ចូលឲ្យយើងភ្ញាក់ឡើងពីអាជីវិតសាមញ្ញធម្មតាយើងហ្នឹង Awaken from parallel life and lukewarm life. ភ្ញាក់ដឹងខ្លួនឡើងពីជីវិតដែលក្តៅមិនក្តៅត្រជាក់មិនត្រជាក់សពឹកសពន់ខាងឯវិញ្ញាណ Awaken from every bondage and chain and bondage of sin that bound you. ចូលយើងភ្ញាក់ដឹងខ្លួនឡើងឲ្យរួចពីចំណងរួចពីច្រវាក់ដែលពីមុនវាចងបងប្អូនបាន And put the whole armor of God. ចូលឲ្យយើងបំពាក់ខ្លួនឯងទៅដោយគ្រប់ទាំងគ្រឿងសឹក Walk របស់ in ព្រះ Christ and Christ in you. បងប្អូនចូលដើរក្នុងព្រះគ្រីស្ទនោះព្រះគ្រីស្ទនៅក្នុងបងប្អូន Put the shield of faith. ចូលបងប្អូនកាន់ខែនៃសេចក្តីជំនឿឡើង Sharpen the faith. សូមបងប្អូនសំលៀងសេចក្តីជំនឿឲ្យមុត Read the Bible. It's cost to have faith. បងប្អូនចូលអានព្រះគម្ពីរនោះព្រះបន្ទូលរបស់ផងព្រះនឹងបណ្ដាលឲ្យបងប្អូនមានសេចក្តីជំនឿកើនឡើង The more you read the Bible, meditation the Bible. បងប្អូនរត់តែអានព្រះគម្ពីរច្រើនប៉ុណ្ណាសញ្ជឹងគិតពិចារណាព្រះគម្ពីរច្រើនប៉ុណ្ណា The faith is big and strong and strong. នៅពេលនោះសេចក្តីជំនឿបងប្អូននឹងបានរីកធំធាត់ឡើងហើយរត់តែមាំមួនឡើងផងដែរ The enemy attack with the arrow of evil. ហើយនៅពេលនោះពេលអរិយសាតាំងវាបាញ់ព្រួយនៃសេចក្តីអាក្រក់មកកាន់បងប្អូន Of attack with the arrow of crisis problem. ឬក៏វាបាញ់ប្រហារបងប្អូនទៅដោយព្រួយនៃបញ្ហានានា Attack with the arrow of negative with God, leader and God. ឬក៏វាវាយប្រហារបងប្អូនទៅដោយព្រួយឲ្យបងប្អូនអវិជ្ជមានអ្នកដឹកនាំអវិជ្ជមានព្រះ Or against one another. ឬឲ្យបងប្អូនប្រឆាំងគ្នាទៅវិញ We ទៅ put មក the shield of faith. នៅពេលនោះយើងលើកខែនៃស្ដីជំនឿឡើង And the other hand, we put the sword of the word of God. តែដៃមួយខាងទៀតកុំភ្លេចបងប្អូនយើងត្រូវតែកាន់ដាវនៃព្រះបន្ទូលរបស់ព្រះ And fight the devil with the word. ហើយច្បាំងទាស់នឹងអរិយសាតាំងទៅដោយព្រះបន្ទូល For instance, ឧទាហរណ៍ that when you are sick, when you are no job, ពេលបងប្អូនឈឺពេលបងប្អូនអត់ការងារ No money. អត់លុយ the devil will send attack an arrow with in your thoughts. ពេលនោះភ្លាមអរិយសាតាំងវាបាញ់ព្រួយដើម្បីមកវិបហាបងប្អូនណាចូលក្នុងគំនិតចូលគំនិត Stop serve God. វាថាឈប់បម្រើព្រះ See, ទៅ you don't have money. ឃើញអត់បម្រើព្រះអង្គអត់លុយទេ Stop go to church. ឈប់ទៅពហិ Stop read the Bible. ឈប់អានកាពីទៅ See how long you ask God for money but no money. តើអ្នកសុំព្រះអង្គរឿងលុយហ្នឹងប្រហែលឆ្នាំហើយមិនទាន់ឃើញលុយមកផង Stop believe God. ឈប់ជឿព្រះទៅ Believe in the old religion. ជឿតាមសាសនាចាស់យើងវិញទៅ See, he attacked you with doubt and unbelief and negative thought. ឃើញទេសាតាំងវាយប្រហារបងប្អូនទៅដោយគំនិតមិនជឿហើយសង្ស័យ
negative thought. ហើយអវិជ្ជមានថែមទៀត So ផង we put the shield of faith. ហើយដូច្នេះយើងត្រូវកាន់ខែនៃសេចក្តីជំនឿ Said no, ឆ្លើយថាទេទៅកាន់វា I will believe in God. ខ្ញុំនឹងជឿលើព្រះ And put the sword of the word of God hit the enemy. បងប្អូនហើយហូតយកដាវនៃព្រះបន្ទូលព្រះអង្គកាប់អាខ្មាំងសត្រូវ I know all things work together for good. ហើយយើងប្រកាសថាខ្ញុំដឹងគ្រប់ការអស់ផ្សំគ្នាជាការល្អ Romans 8:28. រ៉ូមចំពោះ8ខ For those who call for his purpose. គឺសម្រាប់អ្នកណាដែលព្រះអង្គត្រាស់ហៅតាមគោលបំណងរបស់ទ្រង់ I know in Psalm 56 said, ខ្ញុំដឹងនៅក្នុងទំនុកបង្កើន56ប្រាប់ខ្ញុំថា when I fear, I trust God. ពេលដែលខ្ញុំភ័យខ្លាចខ្ញុំនឹងទុកចិត្តលើទ្រង់ And you put the sword of spirit hit Satan, liar. បងប្អូនដកដាវខាងឯវិញ្ញាណកាប់សាតាំងអាសាតាំងមេកំពូត Go from my mind. ចេញពីគំនិតយើងទៅ So he left you. តែ See? ប៉ុណ្ណឹងវាថយចេញពីបងប្ Because អូ the ន Bible James said, ក្នុងព្រះគម្ពីរយ៉ាកុបប្រាប់យើងថា submit to God, resist enemy, he will flee from you. ចោះចូលចំពោះព្រះអង្គហើយដេញអារៈវានឹងរត់ចេញពីបងប្អូន Come ទៅ close to God, he will close to you. ពេលបងប្អូនមកចិត្តព្រះអង្គនោះព្រះអង្គនឹងមកចិត្តបងប្អូនវិញ And keep on speak the word. បងប្អូនចូលបន្តប្រកាសព្រះបន្ទូល It's become a sword in the spirit, kill the Satan. ពីព្រោះព្រះបន្ទូលគឺជាដាវខាងឯវិញ្ញាណដើម្បីចាក់សម្លាប់សាតាំង Put the helmet of salvation. ព្រមទាំងពាក់មួកសឹកនៃសេចក្តីសង្គ្រោះ It means protect your mind. គឺការពារគំនិតបងប្អូន And put the breastplate of righteousness upon you. ក៏បំពាក់ប្រាប់បាំងដើមទ្រូងនៃសេចក្តីសុចរិត Because the Bible said the position you have right stand with God. នៅក្នុងព្រះគម្ពីរប្រាប់ឲ្យយើងដឹងថាខាងឯតំណែងគឺយើងមានសិទ្ធិឈរជាមួយព្រះអង្គ Through the blood of Jesus. តាមរយៈព្រះយេស៊ូវរបស់ When we sin, we repent. តាមរយៈព្រះយេស៊ូវពេលយើងធ្វើបាបយើងប្រែចិត្ត And we come to the position again. ហើយយើងវិលត្រឡប់មកឈរកន្លែងតំណែងយើង Because វិញ the blood of Jesus. ដោយសារព្រះរហ័តរបស់ព្រះយេស៊ូវ Put the belt of the truth. បំពាក់ក្រវ៉ាត់ចង្កេះនៃសេចក្តីពិត It means keep on meditation and put the word in your life. ប្រែថាយើងបន្តសញ្ជឹងគិតលើព្រះបន្ទូលហើយយើងសន្សំព្រះបន្ទូលក្នុងជីវិតយើង Put the shoe of the gospel of peace. បំពាក់ស្បែកជើងនៃដំណឹងល្អនៃក្តីសុខ It សាន្ត means wherever you go, share the gospel ប្រែថាគ្រប់ទីកន្លែងដែលបងប្អូនទៅដល់យើងផ្សាយដំណឹងល្អ and bring peace in the midst of crisis. ហើយនាំសេចក្តីសុខសាន្តទៅកាន់ទីនោះដែលកំពុងមានវិបត្តិ See, the Bible prophesied Thessalonica said, in the end time, before return of Jesus, there will be great far away. ឃើញទេបងប្អូនព្រះបន្ទូលព្រះអង្គជាទំនាយពិតប្រាកដមែននៅក្នុងព្រះគម្ពីរថេសាឡូនីកបានប្រាប់យើងថានៅគ្រាចុងក្រោយមុនព្រះយេស៊ូវគ្រីស្ទយាងមកវិញអ្នកគ្រីស្ទានមួយវងធំនឹងដួលរលំចេញពីសេចក្តី You ជំនឿ know ទៅ how many million in America or around the world they fall from faith. បងប្អូនដឹងដែរទេថាមានអ្នកគ្រីស្ទានប្រមាណលានអ្នកហើយនៅសហរដ្ឋអាមេរិកទូទាំងសកលលោកដែលពួកគាត់បានធ្លាក់ចេញពីសេចក្តីជំនឿបាត់ទៅហើយ Cambodia, Asia, awaken and be alert. កម្ពុជាអើយអាស៊ីអើយជប់ភ្ញាក់ដឹងខ្លួនឡើងវិញ And ហើយវាងវៃឡើង walk in the army of the living God. រួចហើយមកដំណើរជីវិតធ្វើខ្លួនជាពលទ័ពរបស់ព្រះយេស៊ូវគ្រីស្ទ In Ezekiel said, នៅក្នុងព្រះគម្ពីរអេសេគៀលប្រាប់ថា when he see the dry bone, ពេលហៅថាអេសេគៀលឃើញឆ្អឹងដែលស្ងួតហត់ហែង God said prophesy. ព្រះអង្គមានបន្ទូលថាថ្លែងទំនាយទៅ And suddenly when Ezekiel prophesied, ហើយនៅពេលនោះមួយរំពេចគ្រាន់តែហៅថាអេសេគៀលថ្លែងទំនាយ the dry bone become an army of the living God. ឆ្អឹងដ៏ហួតហែងបានคล้ายទៅជាពលទ័ពរបស់ព្រះដែលមានបញ្ជូនមក His នៅ plan not only you be a bride, holy bride, ព្រះផែនការរបស់ព្រះអង្គមិនមែនគ្រាន់តែឲ្យបងប្អូនបានខ្លាយជាកូនកំបោលសុទ្ធតែប៉ុណ្្នឹងទេ passion, loving bride to the bridegroom. មិនមែនគ្រាន់តែជាកូនកំបំដែលស្រឡាញ់ស្នេហាមួយកូនកន្លោះតែប៉ុណ្្នឹងទេ He want you to be a warrior bride, ក៏ប៉ុន្តែព្រះអង្គក៏ចង់ឲ្យបងប្អូនខ្លាយជាកូនកំបំទាហានដែរ roaring like a lion, the king of the jungle. ឲ្យក្រហមដូចជាសត្វសឹងដែលជាស្ដេចនៃសត្វទាំងអស់ With the enemy we fighting. ជាមួយពួកខ្មាំងសត្រូវពួកយើងត្រូវតែតយុទ្ធ With the people we serve, we love, we humble. តែជាមួយនឹងមនុស្សគឺពួកយើងបម្រើគាត់ហើយពួកយើងស្រឡាញ់ដល់គាត់ With the poor we love. ដូចជាបងប្អូនអ្នកក្រីក្រពួកយើងត្រូវតែស្រឡាញ់ដល់ពួក Orphan គាត់ widow suffering we serve. មិនថាកុមារកំព្រាស្ត្រីមេម៉ាយ
អត់មានទីពឹងគឺយើងស្រឡាញ់យើងបម្រើពួកគាត់ Precious brother, my precious brother, sister. លោកអ្នកបងប្អូនប្រុសស្រីស្គមគ្នារបស់ខ្ញុំ You ទាំងអស់ must គ្នា understand this wars Jesus win already. លោកអ្នកត្រូវតែយល់មួយថាសង្គ្រាមនេះព្រះយេស៊ូវទ្រង់បានឈ្នះរួចទៅហើយ The devil laughed អារ្យវាសោកចំអក when the Christian fight one another. គឺពេលណាអ្នកគ្រីស្ទានយើងវាយច្បាំងគ្នាជួប But គ្នា when we repent, we know the strategy of Satan. តែពេលណាយើងដឹងខ្លួនតន់យើងប្រែចិត្តហើយចាប់អាយុទ្ធសាស្ត្រសាតាំងបាន And God will turn the table ព្រះអង្គនឹងបង្វិលតុ because we have a captain that win this war. ពីព្រោះពួកយើងមានមេទ័ពដែលទ្រង់ឈ្នះសង្គ្រាម And នេះហើ now យ we're gonna laugh louder more than the Satan. ហើយនៅពេលនោះយើងសោចលឺជាងសាតាំងវិញ Because God from heaven will hit bomb with nuclears in the spirit to the enemy all. ពីព្រោះព្រះអង្គដែលទ្រង់គង់នៅឋានសួគ៌ជាអ្នកសងសឹកពួកខ្មាសត្រូវព្រះអង្គទម្លាក់គ្រាប់បែកនុយក្លេអ៊ែរខាងឯវិញ្ញាណមកកំទេចពួកសាតាំង Because the battle is the Lord. ពីព្រោះចម្បាំងនេះគឺជារបស់ព្រះអង្គ And then in the Old Testament, you know, in the one time, the enemy come in 100,000. នៅមានរឿងមួយក្នុងព្រះគម្ពីរសញ្ញាចាស់មានពេលមួយនោះគឺពួកកងទ័ពខ្មាសត្រូវមកគ្នាជាច្រើន ជាសែន And then the king of Israel prayer. នៅពេលនោះស្ដេចនៃសាសអ៊ីស្រាអែលក៏អធិដ្ឋាន And God sent angel, only one angel. នៅពេលនោះព្រះអង្គបញ្ជូនទេវតាមកតែមួយអង្គ In the morning, នៅពេលព្រឹក all sand, enemy dead. ទៅហ៊ានខ្មាសត្រូវរាប់សែនដួលងាប់អស់លីង Praise the Lord, the battle is the Lord. សរសើរដំណើរព្រះអង្គចម្បាំងនេះគឺជារបស់ទ្រង់ But we need to fight. ក៏ប៉ុន្តែពួកយើងចាំបាច់ត្រូវតែច្បាំង The book of Joshua said, ព្រះគម្ពីរយូស្វេប្រាប់ថា every promise that God give it to us, I need to fight to take over. គ្រប់ទាំងព្រះបន្ទូលសន្យាដែលព្រះអង្គបានប្រគល់ឲ្យយើងហើយតែពួកយើងត្រូវតែតស៊ូច្បាំងដើម្បីកញ្ឆក់យកវា Praise the Lord. សរសើរដំណើរព្រះអង្គ See, we need to prepare because we are in the war. If you are lukewarm Christian, fall already. ឃើញទេបងប្អូនពួកយើងត្រូវតែរៀបចំខ្លួនទី1យើងកំពុងស្ថិតនៅក្នុងសង្គ្រាមខាងឯវិញ្ញាណម្ល៉េះហើយបើយើងជាអ្នកគ្រីស្ទានតែបែបអូនយើងដួលបាត់ហើយ So praise the Lord. ដូច្នេះសរសើរដំណើរព្រះអ We ង្គ are in the end of the end time. ពួកយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបំផុតហើយ The next prepare ហើយការរៀបចំចំណុចបន្ទាប់ទៀត before the return of Jesus. មុនការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ Don't become Christian. Sit in the chair every Sunday. ចូលបងប្អូនកុំធ្វើជាឬចង់និយាយថាបងប្អូនកុំជាអ្នកគ្រីស្ទានដែលមកអង្គុយពហិថ្ងៃអាទិត្យមួយ And go home. តែមកអង្គុយនៅក្នុងពហិថ្ងៃអាទិត្យហើយទៅផ្ទះវិញ And don't do anything for His kingdom. ហើយអត់បានធ្វើអីសោះសម្រាប់នគរព្រះ In this end time, before return of Jesus, នៅគ្រាចុងក្រោយនេះមុនការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ God begin to awaken the call, ព្រះអង្គកំពុងតែកកោការត្រាស់ហៅ awaken the destiny ហើយព្រះអង្គកំពុងតែដាស់ប្រផែនការព្រះអង្គសម្រាប់ពួកយើង to let the plan of God finish before He come. គឺដើម្បីឲ្យប្រផែនការព្រះអង្គបានសម្រេចពេញខ្នាតមុនទ្រង់យាងត្រឡប់មកវិញ And you know His plan is to let everybody get saved. បងប្អូនដឹងហើយថាប្រផែនការព្រះអង្គទ្រង់ចង់ឲ្យគ្រប់គ្នាបានសង្គ្រោះ The plan of God to release the sign, wonder, miracle around the world. ប្រផែនការព្រះអង្គគឺព្រះអង្គចង់ស្រាយទីសម្គាល់ការអស្ចារ្យកើតឡើងទូទាំងសកលលោក Healing, supernatural, deliverance, power, sign, wonder that you never see before. ទាំងការប្រោសឲ្យជាទាំងការរំដោះចម្លងទីសម្គាល់នៃការអស្ចារ្យគ្រាចុងក្រោយនេះគឺបងប្អូនអាចធ្លាប់ឃើញពីមុនមកទេ Because of reason He want to whole world get saved before He return back. ហើយគោលបំណងនោះគឺព្រះអង្គចង់ឲ្យមនុស្សទាំងអស់គ្នាបានសង្គ្រោះមុនទ្រង់យាងត្រឡប់មកវិញ He not only work in the church. ព្រះអង្គមិនមែនធ្វើការតែនៅក្នុងពហិទេណា He បងប្អូន work in your job. ព្រះអង្គធ្វើការនៅពហិសុំទោសព្រះអង្គធ្វើការអស្ចារ្យនៅកន្លែងធ្វើការរបស់បងប្អូន In your factory. ព្រះអង្គទ្រង់កំពុងតែធ្វើការនៅរោងចក្របងប្អូនព្រះអង្គកំពុងធ្វើការអស្ចារ្យនៅសាលារៀនបងប្អូន In your bank. ព្រះអង្គធ្វើការអស្ចារ្យនៅធនាគារ When បងប្អូនធ្វើការ Christian work in society. គឺពេលណាអ្នកគ្រីស្ទានយើងចេញទៅធ្វើការនៅក្នុងសង្គម He in you ព្រះអង្គគង់នៅក្នុងបង want ប្អូន to manifest ព្រះអង្គចង់បើកសម្ដែងការអស្ចារ្យ love and power. ទាំងសេចក្តីស្រឡាញ់ទាំងប្រជាស្ដា Share gospel to each one of people in your job. ចែកដំណឹងល្អទៅមនុស្សនីមួយៗនៅកន្លែងធ្វើការបងប្អូន Become a Jesus shine rise in your job. គឺបងប្អូននឹងឯងតំណាងឲ្យព្រះយេស៊ូវជាពលឺ
ភ្លឺនៅកន្លែងធ្វើការ Because all of them, they don't want to come to church. ពីព្រោះពួកគាត់ទាំងអស់គ្នាអត់បានមកវិហារអ្នកខ្លះក៏អត់ចង់មកវិហារដែរ You are the church, go to the job. ដូច្នេះបងប្អូននឹងឯងជាព្រះវិហារទៅតំណាងព្រះយេស៊ូវកន្លែងធ្វើការ Be bold, be strong. ចូលក្លាហានឡើងមាំមួនឡើង I prophesy awaken to the destiny of be a witness of Jesus on the marketplace. ខ្ញុំថ្លែងទំនាយឲ្យបងប្អូនភ្ញាក់ដឹងខ្លួនឡើងដើម្បីដើរតាមការត្រាស់ហៅព្រះអង្គគឺព្រះអង្គត្រាស់ហៅបងប្អូនទៅផ្សារនឹងអស់នៅតាមទីផ្សារ Sometimes you cannot talk. ពិតមែនពេលខ្លះបងប្អូនអត់អាចនិយាយបានទេ Why not you pray? ហេតុអីបងប្អូនមិនអធិដ្ឋាន Why not show love, giving food, giving church, giving something to somebody suffering in your job? ហេតុអីបងប្អូនមិនបង្ហាញសេចក្តីស្រឡាញ់ដោយការប្រព្រឹត្តដែលបងប្អូនឲ្យនេះឲ្យនោះគាត់ឲ្យកដោឲ្យនំគាត់ I hope you, when Jesus come, you want to go up. ខ្ញុំសង្ឃឹមថាពេលព្រះយេស៊ូវទ្រង់យាងត្រឡប់មកវិញបងប្អូនចង់បានលើកឡើងទៅ Did លើ you know parable បងប្អូនដឹងអំពីសេចក្តីបង្រៀនប្រៀបប្រដូចទេ the one man give talent to people? គឺអំពីរឿងប្រៀបប្រដូចដែលថាចង្វាយមួយគាត់ឲ្យប្រាក់ឬក៏ឲ្យ Talent. ឲ្យទេពកោសលទៅបុគ្គលិកគាត់ two of them faithful ប៉ុន្តែយើងឃើញថាអ្នកបម្រើគាត់ពីរអ្នកស្មោះត្រង់ and do what talent God give faithfully. ហើយក្នុងរឿងប្រៀបប្រដូចហ្នឹងគឺថាគាត់ស្មោះត្រង់ជាមួយទេពកោសលឬក៏ប្រាក់ដែលព្រះអង្គជូនគាត់ God said, good faithful servant. ហើយតែដោយសារគាត់ស្មោះត្រង់ពេលព្រះអង្គមកវិញព្រះអង្គហៅពួកគាត់ថាជាបាវបម្រើដ៏ស្មោះត្រង់ But one talent they keep, not uses for God. ប៉ុន្តែបាវបម្រើមួយទៀតគាត់បានមួយតែគឺថាគាត់ទុកចោលអត់យកទេពកោសលឬប្រាក់ហ្នឹងមកប្រើប្រាស់ Even សម្ they're រាប់ព្រះអង្គ not ផង pikan, សូម្បីតែគាត់អត់ពិការផងហ្នឹង they're not old, ទោះបីគាត់មិនមែនជាមនុស្សចាស់ they're ផង not too young. គាត់ក៏មិនមែនក្មេងពេកដែរ My precious brother, sister, លោកអ្នកបងប្អូនប្រុសស្រីស្គូគ្នារបស់ in ខ្ញុំ this ហើ end យ time, God want to use 5 years old, 2 years old, 8 years old. នៅគ្រាចុងក្រោយនេះព្រះអង្គចង់ប្រើប្រាស់ក្មេងតូចៗមិនថា3ឆ្នាំ5ឆ្នាំ8ឆ្នាំ10ឆ្នាំ In Psalm chapter 8, verse 2, ពីព្រោះនៅក្នុងទំនុកអង្កើងចំពោះ8ខ2 God want to use a little children to cast out the devil. Praise the Lord. ព្រះអង្គចង់ប្រើប្រាស់កូនតូចៗសំបីទៅបណ្ដេញពួកខ្មាំងសត្រូវអារក្សផងបងប្អូនសរសើររំកើងទ្រង់ Heal the sick. ព្រោះអ្នកជឿបានជា Yes, ពិតប្រាកដណាស់ because it's Him, not about the body. ពីព្រោះអ្នកធ្វើព្រះអង្គអ្នកធ្វើតែមិនមែនរូបកាយយើងធ្វើណា The children have a pure faith. ហើយដោយសារកូនតូចៗគាត់មានសេចក្តីជំនឿបរិសុទ្ធ And even the old, ទាំងមនុស្សចាស់ you think it's time retire. ពេលយើងចាស់ទៅយើងគិតថាអូដល់ពេលវេលាយើងចូលអត្រែថាឲ្យអត់ទេ It's time to on fire. អត់ទេបងប្អូនមានទៅដល់ពេលយើងត្រូវឆេះឈួល You must serve until you die. លោកអ្នកបម្រើព្រះអង្គត្រូវតែបម្រើព្រះអង្គដល់ថ្ងៃយើងសម្រាកស្លាប់ Become faithful because this is the end time. ចូលឲ្យយើងបន្តស្មោះត្រង់ពីព្រោះគ្រាចុងក្រោយហើយ Awaken from lazy and selfish. ភ្ញាក់ដឹងខ្លួនឡើងពីភាពខ្ជិលច្រអូសហើយអាត្មានិយម And become a warrior, servant, faithful for Christ. ហើយចូលខ្លាយទៅជាបាវបម្រើព្រះអង្គដែលជាទាហានស្មោះត្រង់ជាមួយមេទ័ព No more only serve in the church. បងប្អូនអត់ទេណាគុំទៀតគុំបានបម្រើព្រះអង្គទៅនៅក្នុងពហិ Your job is your mission. បងប្អូនកន្លែងធ្វើការបងប្អូនហ្នឹងគឺជាកន្លែងបេសកកម្មរបស់បងប្អូនហើយ Awaken from old wine, go to the new wine. បងប្អូនចូលភ្ញាក់ចេញពីស្រាចាស់ឲ្យចូលមកនៅក្នុងស្រាថ្មី Yes, see all the things that we need to prepare and be ready before Jesus return back to this earth. បងប្អូនឃើញទេចំណុចទាំងឡាយដែលយើងត្រូវតែរៀបចំជីវិតយើងមុនព្រះយេស៊ូវយាងមកវិញ Because very, very, very soon you will see trumpet sound. ពីព្រោះឆាប់នេះហើយតិចបងប្អូននឹងបានឮសំឡេងត្រែ And Jesus will show up. ពេលសំឡេងត្រែមកហើយព្រះយេស៊ូវនឹងលេចមកហើយ Are you prepared? តើបងប្អូនរៀបចំខ្លួនហើយឬនៅ Are you ready? ហើយរៀបចំខ្លួននឹងរួចជាស្រេចហើយឬនៅ When he show up, ពេលព្រះអង្គទ្រង់យាងមកវិញ did you rapture? តើបងប្អូននឹងបានលើកឡើងដែរឬទេ Catch away. តើបងប្អូននឹងបានលើកឡើងសង្គ្រោះលើកឡើងដែរទេ Your garment is white or is dark? តើអាវបងប្អូនសពថ្ងៃនេះសស្គូឬក៏ខ្មៅក្រិច Be prepared to have a clean white
garment. ចូលឲ្យបងប្អូនរៀបចំខ្លួនឲ្យមានអាវសស្គុះ It means the bride must be holy. បកប្រែថាកូនកំមុំត្រូវតែបរិសុទ្ធ Stop sin. ឈប់ធ្វើបាប Stop anything idolatry God that you love more than God in your heart. ឈប់មានរូបព្រះមួយណាក្នុងដួងចិត្តបងប្អូនដែលបងប្អូនស្រឡាញ់វាជាជាងព្រះទៀត Stop lukewarm unbelief and doubt. He will split you out. ឈប់អូនក្តៅទៅជាអញ្ជាក់ព្រះអង្គនឹងខ្ជាក់បងប្អូនចេញពីទ្រង់ Be holy. ចូលឲ្យបានបរិសុទ្ធ Not only on Sunday, every day. កុំបានបរិសុទ្ធថ្ងៃអាទិត្យមួយតែចូលបរិសុទ្ធជារៀងរាល់ថ្ងៃ Holy in your thoughts, បរិសុទ្ធនៅក្នុងគំនិតរបស់បងប្អូន in your soul, បរិសុទ្ធនៅក្នុងព្រលឹងរបស់បងប្អូន mouth, បរិសុទ្ធនៅត្រង់មាត់របស់បងប្អូន in your body. បរិសុទ្ធនៅក្នុងរូបកាយរបស់បងប្អូន Be careful, sexual sin. ចូលប្រុងប្រយ័ត្នឲ្យមែនតើគឺអំពើបាបភេទ Be careful, worship money sin. ចូលប្រុងប្រយ័ត្នឲ្យមែនតើអំពើបាបថ្វាយបង្គំ Be លុយ careful, proud and rebellion, disobedience sin. ចូលប្រយ័ត្នឲ្យមែនតើអំពើបាបអំនួតឆ្មៃរឿងទទឹងមិនស្ដាប់បង្គាប់ Become a humble bride, ចូលបងប្អូនខ្លាយទៅជាកូនក្រមុំដោយបន្ទាបខ្លួនវិញ broken, contrite heart bride. បាក់បែងចិត្តខ្ទេចខ្ទាំជាកូនក្រមុំដែលមានចិត្តខ្ទេចខ្ទាំ His process of holy, ដំណើរការដែលព្រះអង្គឆ្នៃយើងបានបរិសុទ្ធ he smash and bring a fire, pure fire of fear of the Lord. គឺព្រះអង្គដំយើងឲ្យបែកខ្ទេចខ្ទីទៅហើយព្រះអង្គយកភ្លើងបរិសុទ្ធព្រះអង្គមកប្រឆេះយើង Fire, he bring fire of fear of God. ព្រះអង្គយកភ្លើងនៃការកោតខ្លាចព្រះអង្គមក Come to destroy our old life. ដើម្បីទៅរំលាយជីវិតចាស់យើងចេញ But the purpose is good តែគោលបំណងព្រះអង្គគឺល្អ for you to be holy. ដើម្បីឲ្យបងប្អូនបានខ្លាយទៅជាបរិសុទ្ធ This season for 2-3 years until now, បងប្អូនរដូវកាលនេះ 3-4 ឆ្នាំកន្លងមកនេះ he target for you become like Jesus. គឺគោលបំណងព្រះអង្គនោះគឺចង់ឲ្យបងប្អូនផ្លាស់ប្រែឲ្យបានដូចជាព្រះយេស៊ូវដែរ Filled with holy, ពេញទៅដោយបរិសុទ្ធ humble, បន្ទាបខ្លួន fear of God, កោតខ្លាចព្រះ obedience. ស្ដាប់បង្គាប់ That's called love. ស្ដាប់បង្គាប់នឹងឯងបានស្រឡាញ់បងប្អូន Don't worry. កុំខ្វល់ខ្វាយ He is a faithful God. ព្រះអង្គជាព្រះដ៏ស្មោះត្រង់ Submit to his process of changing your life. ចូលបងប្អូនចោះចូលចំពោះដំណើរការនៃការកែច្នៃជីវិតបងប្អូនពីព្រះអង្គចោះ Even pain, ទោះបីវាឈឺ even you don't understand. ទោះបីបងប្អូនមិនយល់ Why good God allowed this? យើងអត់យល់ថាហេតុអីបើព្រះអង្គល្អព្រះអង្គអនុញ្ញាតការនឹងឲ្យកើតឡើង Job, big question. យោបសង្ស័យ Joseph, question. យូសេបសង្ស័យ David, question. ដាវីតសង្ស័យ Moses, question. ម៉ូសេក៏ឆ្ងល់សង្ស័យ All suffering, ទុក្ខលំបាកវេទនាទាំងអស់ test, try, បញ្ហាកែលបងសាក់ឡូ and the enemy attack. ហើយពួកខ្លាចសត្រូវវាយប្រហារ Even Joseph, his brother, sell him in jail. យូសេបបងប្អូនគាត់យកគាត់ទៅលក់ផងដាក់គុកផង And David Saul run to kill him. ហើយដាវីតវិញស្ដេចសូលដេញចាក់សម្លាប់គាត់ផង It's a preparation គឺជាការរៀបចំខ្លួន process ដំណើរការ to become like Jesus, ដើម្បីឲ្យលោកអ្នកបងប្អូនបានផ្លាស់ប្រែទៅដូចជាព្រះយេស៊ូវ a holy bride. ជាកូនកំមុំបរិសុទ្ធ Let he do it. បងប្អូនអនុញ្ញាតឲ្យព្រះអង្គធ្វើចោះព្រមទៅបងប្អូន Develop your patience, develop your real faith. ដើម្បីអភិវឌ្ឍការអត់ធ្មត់បងប្អូនហើយឲ្យបងប្អូនមានសេចក្តីជំនឿពិតប្រាកដ So you have developed your characteristic of Jesus before the bridegroom come. ដើម្បីឲ្យលក្ខណៈសម្បត្តិចរិតនិស្ស័យបងប្អូនវិវត្តទៅដូចជាព្រះយេស៊ូវមុនទ្រង់យាងត្រឡប់មកវិញ And when the process finish, ហើយពេលដំណើរការនេះបានសម្រេចពេញខ្នាតហើយ you will look like Jesus, beautiful bride for Christ. បងប្អូននឹងមានសន្តានដូចព្រះយេស៊ូវស្អាតដូចព្រះយេស៊ូវ Let me pray for you. ខ្ញុំនឹងអធិដ្ឋានជូនបងប្អូន If you misunderstand, បើបងប្អូនមានផ្នែកណាដែល misunderstand you, មនុស្សសំទោសបើមានគេយល់ច្រឡំបងប្អូន you suffering this season, បងប្អូនរងទុក្ខលំបាកក្នុងរដូវកាលនេះ this sacrifice, បងប្អូនបូជា thisសំទោសបងប្អូនអត់ស្កប់ស្កល់
your frustration, បងប្អូនច្របូកច្បល់ angry. បងប្អូនខឹង You don't understand why ពី bad thing happened to you. បងប្អូនអត់យល់ថាហេតុអីការអាក្រក់កើតឡើងចំពោះបងប្អូន Even you try to repent, you try to walk, follow God. ទោះបីបងប្អូនព្យាយាមប្រែចិត្តបែរត្រឡប់មកដើរតាមព្រះអង្គវិញហើយ I told you already, the main goal in God's heart is want every bride to become like Jesus. ខ្ញុំប្រាប់លោកអ្នកបងប្អូនហើយគឺថាគោលបំណងហើយគោលដៅចម្បងរបស់ព្រះអង្គក្នុងបេះដូងព្រះអង្គគឺចង់ឲ្យគ្រប់គ្នាផ្លាស់ប្រែទៅមានលក្ខណៈដូចជាព្រះយេស៊ូវ Like the worm to be butterfly. គឺព្រះអង្គចង់ផ្លាស់ប្រែសត្វដង្កូវឲ្យក្លាយទៅជាមេអំបៅឲ្យបាន Only fire of pressure. មានតែភ្លើងនៃសម្ពាធប៉ុណ្ណោះ Only go to suffering. តើតែឆ្លងកាត់ទុក្ខលំបាកប៉ុណ្ណោះ Problem. បញ្ហា Try. បញ្ហា Test. ការលបងសាក់ឡ When after you come out from that test, ពេលបងប្អូនបានចេញពីការលបងឡមួយហ្នឹង your broken heart, គឺចិត្តបងប្អូនខ្ទេចខ្ទាំ I begin to reduce. អាត្មាដួងចិត្តបងប្អូនឯងក៏ថយចុះ You become submit to the will and the plan of God. បងប្អូននឹងក្លាយទៅជាមនុស្សដែលចេះចូលចំពោះប្រផែនការរបស់ព្រះអង្គ And walk in obedience and fear Him. នៅពេលនោះបងប្អូននឹងដើរដោយស្ដាប់គប់ហើយកោតខ្លាចព្រះជាម្ចាស់ Feel with the glory of God. ពេញទៅដោយសេរីល្អរបស់ព្រះអង្គ Father, ព្រះបិតា I pray that you send the glory of God. ទូលបង្គំអធិដ្ឋានសូមឲ្យព្រះអង្គបញ្ជូនសេរីល្អរបស់ទ្រង់ Give grace when they seek your face. សូមទ្រង់ផ្ដល់ព្រះគុណពេលណាពួកគាត់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះអង្គ The thing that's shaking in their family, their life. អ្វីដែលកំពុងតែអង្រួនជីវិតគាត់ហើយក្រុមគ្រួសាររបស់ផងគាត់ Let them know you close to them more than any time. សូមឲ្យពួកគាត់ដឹងថាព្រះអង្គគង់នៅចិត្តពួកគាត់ជាងពេលណាទាំងអស់ And your grace sufficient for that situation bad. ហើយគុណរបស់ព្រះអង្គមានលំបងគ្រប់គ្រាន់សម្រាប់ស្ថានភាពដែលមិនល្អហ្នឹង Like you tell Paul. ដោយព្រះអង្គបានប្រាប់សាវកប៉ូល Paul asked God 3 times. សាវកប៉ូលសុំព្រះអង្គ3ដង Please bring this stick for me. ព្រះអង្គអើយសូមដកបលានេះចេញពីទូមង្គម God ផង said, I don't want to help you. តែព្រះអង្គថារឿងហ្នឹងព្រះអង្គអត់ជួយទេ I allow that so you be humble តែព្រះអង្គអនុញ្ញាតឲ្យបន្តមានការហ្នឹងដើម្បីឲ្យអ្នកបានប្រទីបខ្លួន and obey. ហើយស្ដាប់បង្គាប់ If I help you this thing, បើខ្ញុំជួយអ្នកអំពីរឿងហ្នឹង you become not like Jesus, like the devil because you proud. បាទអ្នកនឹងអត់មានលក្ខណៈដូចព្រះយេស៊ូវបានទេពីព្រោះអ្នកនឹងអំនួតដោយអរិយហើយ So I allow problems so you be humble. ដូច្នេះខ្ញុំអនុញ្ញាតបញ្ហានេះដើម្បីឲ្យអ្នកប្រទីបខ្លួន But my grace sufficient. ក៏ប៉ុន្តែគុណរបស់ខ្ញុំមានលំមគ្រប់គ្រា Just ន់ believe. ចូលជឿ I love you more than you understand. ថាខ្ញុំស្រឡាញ់អ្នកជាងអ្នកយល់ I ដល់ទៅ love ទៀត you and I love the plan that I prepare for you. ខ្ញុំស្រឡាញ់អ្នកហើយខ្ញុំស្រឡាញ់ផែនការល្អដែលខ្ញុំមានសម្រាប់អ្នក I don't want proud in your life, stubborn in your life, destroy the plan I prepare for you. ខ្ញុំមិនចង់ឲ្យសេចក្តីអំនួតហើយនឹងការមិនស្ដាប់បង្គាប់នៃជីវិតអ្នកមកបំផ្លាញផែនការដែលល្អខ្ញុំមានសម្រាប់អ្នកទេ I need to change your life in the fiery test and try. បាទជាខ្ញុំចាំបាច់ត្រូវតែកែច្នៃជីវិតអ្នកទៅដោយភ្លើងហើយបញ្ហា Pressure, សម្ពាធ anything that happen អ្វីទាំងអស់ដែលកើតឡើង is for the purpose of good in the future in you. គឺជាសម្រាប់ប្រផែនការដែលល្អខ្ញុំមានសម្រាប់អ្នកនៅ So ថ្ងៃអនាគត Father, I prophesy abundant grace to all the listen in Jesus' name. ព្រះបិតាទូលបង្គំសុំហើយប្រកាសទាំងថ្លែងទំនាយព្រះគុណពេញបរិបូរណ៍ទៅដល់លោកអ្នកបងប្អូនគ្រប់គ្នាដែលកំពុងស្ដាប់សំឡេងនេះនៅពេលនេះ You feel better in the burn frustration in your heart. Be free from depression, frustration, angry in Jesus' name. ព្រះអង្គឲ្យសូមឲ្យលំហើយដួងចិត្តពួកគាត់ដែលភ្លើងព្រះអង្គទៅបញ្ឆេះគ្រប់ទាំងការអស់សង្ឃឹមគៀបសង្កត់ច្បោកច្បល់ចេញពីដួងចិត្តពួកគាត់ Every fear, every angry, every self-pity, I command to release in Jesus' name. គ្រប់ទាំងវិញ្ញាណខឹងអាណិតខ្លួនឯង Come out. ចេញពីពួកគាត់ទៅក្នុងព្រះនាម I យេស៊ូវ command worry and a bad plan stop and give worry to God in Jesus' name. ខ្ញុំបញ្ជាគ្រប់ទាំងកង្វល់ខ្វល់ខ្វាយហើយផែនការមិនល្អទាំងប្រមាណ
ចេញទៅបងប្អូនឲ្យផែនការនោះខ្វល់ខ្វាយនោះឲ្យព្រះអង្គទៅបងប្អូន Give worry to God សូមបងប្អូនឲ្យកង្វល់បងប្អូននឹងទៅព្រះអង្គទៅ and develop trust in Him no matter what happened. ហើយសូមបងប្អូនវិវត្តការទុកចិត្តលើព្រះអង្គឡើងវិញមិនថាជាអ្វីកើតឡើងក៏ដោយ Every depression, hopeless, commit suicide, leave them now in Jesus' name. គ្រប់ទាំងវិញ្ញាណគៀបសង្កត់អស់សង្ឃឹមចង់សម្រាប់ខ្លួនឯងថយចេញពីពួកគាត់ទៅក្នុងព្រះនាមយេ And ស៊ូវ Father, heal all disease in their life. ព្រះបិតាសូមព្យាបាលគ្រប់ទាំងជំងឺរោគគាក្នុងជីវិត Heal ពួក the គាត់ lungs in Jesus' name. ព្យាបាលសួតក្នុងព្រះនាមយេស៊ូវ Heal the heart in Jesus' name. ប្រោះឲ្យជាដល់បេះដូងក្នុងព្រះនាមយេស៊ូ Heal វ the kidney in Jesus' name. ប្រោះឲ្យជាដល់កលៀនក្នុងព្រះនាមយេស៊ូ Satan, leave their bone in Jesus' name. សាតាំងថយចេញពីឆ្អឹងពួកគាត់ទៅក្នុងព្រះនាម Heal យេស៊ូ the bone from the head unto the soul in Jesus' name. សូមព្រះអង្គប្រោះឲ្យជាឆ្អឹងតាំងពីកពូក្បាលដល់ចុងជើងគាត់ក្នុងព្រះនាមយេ Heal ស៊ូ diabetes in Jesus' name. សូមព្រះអង្គព្យាបាលជំងឺទឹកនោមផ្អែមក្នុងព្រះនាមយេស៊ូ Heal high blood pressure in Jesus' សូម name. ព្រះអង្គប្រោះឲ្យជាជំងឺលើសឈាមក្នុងព្រះនាមយេស៊ូ Heal any blood disease in Jesus' name. សូមព្រះអង្គប្រោះជាគ្រប់ទាំងរោគនៅក្នុងឈាមក្នុងព្រះនាម Heal យេ the ស៊ូ headache and cold and fever in Jesus' name. សូមព្រះអង្គប្រោះឲ្យជាការឈឺក្បាលវើមុខផ្ដាសាយធំតូចក្នុងព្រះនាមយេស៊ូ Heal every disease strength in Jesus' name. សូមព្រះអង្គប្រោះឲ្យជាគ្រប់ទាំងជំងឺរោគគាផ្លែកៗក្នុងព្រះនាមយេស៊ូ And every bad dream be free in Jesus' name. គ្រប់ទាំងការយល់សប្តិអាក្រក់សូមឲ្យបងប្អូនបានរួចពីវាក្នុងព្រះនាមយេ And ស៊ូ I broke assignment of the devil witchcraft that pray against you. I stop and go back in Jesus' name. ខ្ញុំបំបែកបំបាក់ការដែលគេដាក់មុនគមបងប្អូននឹងឲ្យវាបរាជ័យហើយវិលត្រឡប់ទៅអ្នកដាក់វិញទៅក្នុងព្រះនាមយេស៊ូ Because this battle Jesus win. ពីព្រោះចម្បាំងនេះព្រះយេស៊ូវជាអ្នកឈ្នះ I prophesy shalom, ខ្ញុំថ្លែងទំនាយសាឡូម abundant protection of God upon you. ការការពាររបស់ព្រះអង្គពេញតែបរិបូរណ៍លើបងប្អូន I prophesy your business, your job will prosper. ខ្ញុំថ្លែងទំនាយឲ្យមុខចំនួនបងប្អូនការរកស៊ីបងប្អូនចម្រុងចម្រើន No, you have no job. I prophesy you have a job soon, a better job in Jesus' name. បងប្អូនណាកំពុងអត់មានការងារធ្វើខ្ញុំថ្លែងទំនាយបងប្អូនមានការងារធ្វើល្អជាងមុនទៀតឆាប់ៗនេះ I prophesy you in debt be free in Jesus' name. ខ្ញុំថ្លែងទំនាយអ្នកជាពាក់បំណុលគេឲ្យបានរួចមានសេរីភាពពីបំណុលក្នុងព្រះនាមយេ And ស៊ូវ everybody sow a seed in this shaking economic time. I prophesy 1,000-fold in Jesus' name. ព្រះអង្គអើយឲ្យគ្រប់គ្នាដែលសារព្រោះក្របពូជនៅក្នុងរដូវកាលដែលមានអំណត់អត់មានការរង្គោះផ្នែកសេដ្ឋកិច្ចនោះព្រះអង្គសូមឲ្យគាត់មានផលផ្លែជាពាន់ដង And be God Psalm 91 protect you and whole family and bless you in Jesus' name. សូមឲ្យព្រះអង្គការពារបងប្អូនទៅតាមទំនុកការ91ទាំងបងប្អូនខ្លួនឯងរួមទាំងក្រុមគ្រួសាររបស់បងប្អូន And in the same time be awakened from sleep. ក្នុងពេលតែមួយចូលបងប្អូនភ្ញាក់ដឹងខ្លួនឡើងពីការគេងលក់ Be awakened and prepare, be ready for his coming in Jesus' name. ភ្ញាក់ដឹងខ្លួនឡើងដើម្បីរៀបចំខ្លួនរួចជាស្រេចសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ Amen. អាមែន